របៀបស្ងោរពងទាស៊ីឈ័នពងទាកូនស៊ីឈ័នយើងដុសពងទាជាមួយសាប៊ូឲ្យស្អាតអានឹងបងអូនខ្ញុំប្រាប់ហើយលាងឲ្យស្អាតមកលាងឲ្យស្អាតអស់សាប៊ូហើយដាក់ចំហុយក៏បានស្ងោរក៏បានយើងស្ងោរវា5-10នាទីទៅបើយើងខ្ជិលស្ងោរយូរដាក់ទៅ10នាទីទៅបានហើយព្រោះយើងត្រូវស្ងោរជាមួយស៊ុបស៊ីឈ័នទៀតចឹងណាចាយើងដាក់លក្ខូចគល់លក្ខីខ្លះទៅ5-10នាទីហើយយើងក៏មកធ្វើដុំស៊ុបស៊ីឈ័នម្ដងយើងទិញពីផ្សារមកណាដាក់ចូលឆ្នាំងឲ្យកូរវាឲ្យលាយទៅបន្ទាប់ពីកូរវាឲ្យលាយហើយយើងដាក់ទឹកដូងចូលអានខ្ញុំធ្វើពងទា20គ្រាប់ណាចឹងខ្ញុំដាក់ដូង2ទឹកច្រើនពេកផងតែដាក់ទៅហើយជ្រុលទៅហើយក៏ដាក់ទៅហើយដាក់ប៊ីចេងបន្តិចម្សៅស៊ុបបន្តិចមកទៅតាមរសជាតិដែលយើងចង់បានណាភាគច្រើនចិនដឹងគេញ៉ាំរសជាតិមិនទេតែនេះខ្ញុំដាក់ឲ្យតែមានជាតិព្រោះខ្ញុំខ្លាចអាស៊ុបទាំងអត់ឆ្អិនអត់មានជាតិចឹងណាហើយយើងបបែកពងទាឲ្យធំតិចមកបើអាចហែកអាក្បាលវាឲ្យចេញពីស្រោមនឹងមកហើយដាក់ខ្ទិះដូងចូលមកហ្នឹងហើយយើងងាស់វាតតែរីងទឹកអស់នៅសល់ប៉ែចឹងបានអាពងទាហ្នឹងហើយនឹងស៊ុបស៊ីឈ័នហ្នឹងវាចូលគ្នាទៅពេលវាចូលគ្នាហើយបានវាមានរសជាតិញ៉ាំមកដឹងថាអូខេពងទាស៊ីឈ័នញ៉ាំបានហើយបាយ